សូមគោរពនឹងជំរាបសួរបងប្អូនជននិងជាតិខ្មែរទាំងអស់គ្នាដែលស្ថិតក្នុងបណ្ដាញសង្គម Facebook ថ្ងៃនេះដែរបងប្អូនយកមកគុណខ្មែរសូមផ្ដាំផ្ញើនូវពាក្យពេចន៍មួយចំនួនជូនចំពោះក្រសួងអប់រំយុវជននិងកីឡាដែលបងប្អូនសូមប្រតិកម្មចំពោះការប្រឡងការចាត់វិធានការរបស់ក្រសួងអប់រំក្នុងរយៈពេលចុងក្រោយនេះទៅលើការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា2013-2014បងអូនក៏សរសើរដំបូងបងក៏សរសើរចំពោះក្រសួងអប់រំដែលបានចាត់វិធានការតាមតែអ្វីដែលខ្លួនបាននិយាយគឺអាចធ្វើបានមានន័យថាគុណភាពនៃការប្រឡងគឺទទួលបានដោយពិតៗមែនមានន័យថាអ្នកធ្លាក់គឺធ្លាក់ដោយស្វ័យប្រវត្តិចំពោះអ្វីដែលខ្លួនឯងបានធ្វើអ្វីដែលខ្លួនឯងមិនចេះហើយអ្នកជាប់គឺជាប់ដោយសមត្ថភាពរបស់ខ្លួនឯងផ្ទាល់ផងដែរប៉ុន្តែចំពោះរឿងនេះផ្ទាល់បងអូនក៏សូមរិះគន់ដែរចំពោះក្រសួងអប់រំប៉ុន្តែមិនបងអូនរិះគន់បងអូនសូមសួរសំណួរពីរចំពោះក្រសួងអប់រំជាមុនសិនសំណួរទី1សូមសួរថាតើការរឹតបន្តឹងពេលប្រឡងបែបនេះចឹងអាចឲ្យក្រសួងអប់រំក៏ដូចជាឲ្យប្រព័ន្ធអប់រំទទួលបាននូវគុណភាពដែរឬទេនេះគឺជាសំណួរទី1ទី2គឺបងអូនសូមសួរទៀតថាតើការរឹតបន្តឹងបែបនេះអាចឲ្យកម្ពុជាដើរទាន់ស្មារតីកម្មអាស៊ានឆ្នាំ2015ដែរឬទេនេះគឺជាសំណួរទី2ដែលតើតទៅនឹងធនធានមនុស្សណាហើយបងអូនក៏សូមប្រាប់ដែរថាក្រសួងអប់រំជាទីគោរពក្រសួងអប់រំខ្ញុំបងអូនក៏ស្ថិតនៅក្នុងក្រសួងអប់រំដែរព្រោះថាបងអូនជាសិស្សវិទ្យាល័យនៅឡើយប៉ុន្តែបងអូនសូមសួរថាបងអូនសូមឆ្ងល់ថាតើប្រព័ន្ធអប់រំមានតែពេលប្រឡងទេឬមកក៏យ៉ាងណាបងអូនជាសិស្សដែលធ្លាប់រៀនសាលារដ្ឋដែរប៉ុន្តែបងអូនសូមសួរថាតើប្រព័ន្ធអប់រំមានតែពេលប្រឡងទេឬមកក៏យ៉ាងណាមានន័យថាហេតុអ្វីក៏ក្រសួងត្រូវរឹតបន្តឹងតែពេលប្រឡងអញ្ចឹងចុះពេលរៀនអត់រឹតបន្តឹងតែប្រាក់ខែគ្រូហូបអត់គ្រាន់នេះគឺជាចំណុចមួយដែលបងអូននិយាយមកដើម្បីឲ្យក្រសួងអប់រំបានដឹងថាប្រព័ន្ធអប់រំមិនមែនពឹងផ្អែកតែទៅលើការប្រឡងនោះទេមិនមែនពឹងផ្អែកទៅលើតែពេលប្រឡងនោះទេគឺពេលអំឡុងសិក្សាផងដែរដែលទៅនឹងការអប់រំប្រាក់ខែគ្រូហូបអត់គ្រាន់សម្ភារៈអត់មានអីទំនើបដូចប្រទេសដទៃទៀតកូរ៉េយើងមិនអាចប្រៀបធៀបដល់កូរ៉េបានទេដែលលោកគ្រូអ្នកគ្រូមន្ត្រីមួយចំនួនគាត់បានទៅសិក្សាសិក្សានៅក្នុងប្រទេសកូរ៉េគាត់បានយល់អំពីប្រព័ន្ធអប់រំរបស់កូរ៉េរបៀបវិរៈរបស់កូរ៉េមិនដាក់មកឲ្យសិស្សបានយល់កាន់តែច្បាស់អំពីការសិក្សាប៉ុន្តែប្រព័ន្ធស្រុកខ្មែរប្រៀបមិនបាន 1% ប្រទេសកូរ៉េផងប៉ុន្តែនេះបងអូនមិនមែនមកដើម្បីបញ្ឈឺប្រព័ន្ធអប់រំស្រុកខ្មែរនោះទេពីព្រោះថាប្រព័ន្ធអប់រំស្រុកខ្មែរមានលក្ខណៈអន់ថយនៅឡើយប៉ុន្តែបងប្អូនសួរថាតើក្រសួងអប់រំចាំបាច់ទេដែលត្រូវចំណាយលុយម្ដងទៀតទៅលើការប្រឡងបែបនេះបើសិនជាក្រសួងអប់រំរៀបចំពីដំបូងមកឲ្យស្អាតបាតអញ្ចឹងពីដើមឆ្នាំមកឲ្យស្អាតបាតអញ្ចឹងរហូតដល់ពេលប្រឡងចេញមកអញ្ចឹងគឺវាមិនចាំបាច់ត្រូវចំណាយលុយម្ដងទៀតនោះទេប៉ុន្តែសួរថាប្រព័ន្ធអប់រំពេលសិក្សាមិនពេលសិក្សាគឺពីវាពាក្យការសិស្សតាមសិស្សគ្រូដោយគ្រូមិនមែនបងអូនបន្ទោសតែទៅលើក្រសួងអប់រំទេបងអូនក៏បន្ទោសទៅលើសិស្សដែរប៉ុន្តែក្រសួងអប់រំមួយទេដែលត្រូវទទួលខុសត្រូវរឿងនេះទទួលខុសត្រូវគឺត្រង់ថាក្រសួងអប់រំបានចាត់វិធានការអ្វីខ្លះហើយនៅពេលកំពុងរៀននេះឲ្យច្បាស់ណាស់ក្រសួងអប់រំសម្ភារៈទំនើបមានទេគ្មានទេរហូតដល់សិស្សខ្លះគេទៅរៀនគេមិនចង់រៀនផងព្រោះថាអ្វីដែលអាចតាក់ទាញឲ្យគេមានចំណាប់អារម្មណ៍ក្នុងការសិក្សាហ្នឹងគឺគ្មានទេមានតែគ្រូមួយនឹងមេរៀននៅក្នុងសភៅហើយគ្មានការអនុវត្តអញ្ចឹងសួរថាអាចធ្វើបានឬអត់អាហ្នឹងបងប្អូននិយាយថាគ្រូល្អណាចុះគ្រូអត់ល្អទៀតគ្រូខ្លះគាត់មកគាត់ចាំតែស៊ីប៉ែយកលុយហ្នឹងបងប្អូននិយាយតាមការពិតត្រង់មានគ្រូខ្លះអញ្ចឹងមិនហើយមានគ្រូខ្លះដែលល្អ 100% គ្រប់10បងប្អូនគោរពចំពោះគ្រូខ្លះដែលមកដើម្បីតែស៊ីប៉ែយកលុយអាហ្នឹងគឺបងប្អូនអត់គោរពទេហើយបងប្អូនក៏សូមប្រាប់ដែរថាប្រព័ន្ធអប់រំគឺចេញមកពីគ្រូអស់ហ្នឹងដែលមិនអាចធានាប្រព័ន្ធអប់រំបាននេះគឺជាចំណុចមួយដែលបងប្អូនចង់បរិយាយប្រាប់ហើយបងប្អូនក៏មិនបន្ទោសគាត់ 100% ដែរប៉ុន្តែវាក៏ជាហេតុមួយបច្ច័យមួយដែលញ៉ាំងឲ្យមានអញ្ចឹងដោយសារតែក្រសួងអប់រំដែរពីព្រោះថាប្រាក់ខែគាត់អត់គ្រាន់ត្រូវអត់បើប្រាក់ខែគាត់អត់គ្រាន់មួយខែបានតែ40,000 40,000ក្នុងមួយថ្ងៃគាត់បានតែណាជាង10000ហ្នឹងហើយគាត់ត្រូវចិញ្ចឹមគ្រួសារគាត់ទៀតអញ្ចឹងគាត់ត្រូវទៅហោក្រៅដែរគាត់ទៅហោក្រៅអ្នកខ្លះគ្រូខ្លះគាត់រកខ្លះគាត់លក់អីលក់អវ៉ាន់លក់អីដើម្បីរកលុយក្រៅគាត់ចំណាយពេលវេលាថែមទៀតទៅក្រៅគាត់ចំណាយពេលវេលាទៅលើការបង្រៀនគួរសួរថាតើគាត់មានពេលណាទៅសិក្សាស្រាវជ្រាវបន្តទៀតតើគាត់អាចពង្រឹងសមត្ថភាពរបស់គាត់បានធៀបថែមទៀតដោយរបៀបណាខណៈដែលគាត់គ្មានពេលហើយគ្មានថវិកាបែបនេះនេះគឺជារបៀបមួយដែលបងប្អូនចង់ប្រាប់ទៅកាន់ក្រសួងអប់រំសូមមេត្តាកុំរឹតបន្តឹងតែពេលប្រឡងឲ្យសោះសូមមេត្តាមកក្នុងថ្នាក់ផងថាតើពេលក្នុងរៀនកំពុងរៀនហ្នឹងគឺមានសភាពបែបណាកើតឡើងដែរហើយបើសិនជាអាចនោះពេលកំពុងបើសិនជាក្រសួងអប់រំចង់ចោះអធិការកិច្ចទៅកាន់សាលាណាមួយអញ្ចឹងកុំប្រាប់មុនចោះទៅហ្មងថ្ងៃហ្នឹងទៅដល់មកត្រូវចោះទៅហ្មងចង់ដឹងថាតើសភាពពិតនិងសភាពដែលយើងក្រោយពេលប្រាប់ហ្នឹងគឺវាមិនគឺបងអូនបានឃើញកន្លងមកគឺអធិការកិច្ចចោះមកហើយរៀបចំគ្រប់ធ្វើមកស្អាតឲ្យប៉ុន្តែធៀបពិតគឺអត់មានអញ្ចឹងទេធៀបពិតគឺប្រព័ន្ធអប់រំវាទន់ខ្សោយជាងអ្វីដែលអធិការកិច្ចបានឃើញទៀត
ចឹងការវិតម្លៃវាអាចសាក់មួយម៉ាត់ជាមួយនឹងគ្នាបានដូច្នេះហើយបងអូនសក់ក្រសួងអប់រំមេត្តាយល់អំពីមូលដ្ឋានឲ្យបានច្បាស់ណាហើយមេត្តាប្រាក់ខែគ្រូតឡើងខ្លះផងកុំឲ្យគាត់ស៊ីអត់ស៊ីឃ្លានចឹងនេះបងអូននិយាយតាមភាសាសាមញ្ញមិនមែនបងអូនឆ្លើយទេប៉ុន្តែបងអូននិយាយតាមភាសាសាមញ្ញគឺពួកគាត់តែនិយាយថាពួកគាត់ស៊ីអត់ស៊ីឃ្លានដើម្បីបាត់បង្រៀនសិស្សគាត់និយាយជាមួយកូនជាមួយក្មួយចឹងជាមួយបងអូនចឹងនៅចំពោះមុខការសិក្សារបស់ក្មួយបងអូនជារៀងរាល់ថ្ងៃបងអូនអាណិតគាត់ពីព្រោះថាគាត់គឺជាឪពុកម្ដាយទី2របស់បងអូនហើយបងអូនក៏សង្ឃឹមណាស់ថាក្រសួងកុំធ្វើឲ្យជីវិតមេដាបេដាទី2របស់បងអូនទាំងអស់វេទនាពេក